សូមស្វាគមន៍ប្រិយមិត្តវិលត្រឡប់មកកាន់ Channel ពលឺទៀនសាច់ថ្មីម្ដងទៀតយើងខានជួបគ្នាប្រហែលថ្ងៃហើយថ្ងៃនេះផងដែរ Channel ពលឺទៀនក៏មានសាច់រឿងប្លែកណាប្លែកពីរាល់ដងតែនៅក្នុងសាច់រឿងនេះគឺមានអត្ថន័យជាការអាណិតអាសូរផងហើយមានអត្ថន័យក្នុងការជាការអប់រំផងអញ្ចឹងសង្ឃឹមថាសាច់រឿងនេះនឹងបានជាការស្ដាប់កំសាន្តអ្នកទាំងអស់គ្នាផងហើយនឹងបានជាប្រយោជន៍ដល់ប្រិយមិត្តទាំងអស់គ្នាផងបាទអញ្ចឹងដើម្បីតែសាច់រឿងនឹងមានដំណើរដើមតួយ៉ាងណាមុននឹងដល់សាច់រឿងក៏សូមសួរសុខទុក្ខពុកម៉ែបងប្អូនទាំងអស់គ្នាតើពុកម៉ែបងប្អូនទាំងអស់គ្នាសុខសប្បាយដែរទេបាទហើយសេចក្តីនៅលើកពី admin បាទអញ្ចឹងសាច់រឿងរបស់យើងថ្ងៃនេះគឺមានចំណងជើងថាឪពុកជាកំហុសអ្នកណាបាទកំហុសនេះរឿងនេះគឺបានកើតឡើងចំពោះប្អូនម្នាក់បាទគាត់ប្អូនខ្ញុំមកតែមួយឆ្នាំទេដែលគាត់គឺជាក្មេងកំព្រាដែលឪពុកម្ដាយរបស់គាត់គឺបានលេងលះគ្នាតាំងពីតូចណោះគាត់ក៏នៅជាមួយយាយហើយលេងលះគ្នាហ្នឹងកាលដែលគាត់លេងលះគ្នាគឺឪពុកម្ដាយគាត់គឺដណ្ដើមគាត់និយាយថាគាត់ឪពុកម្ដាយរបស់គាត់ហ្នឹងគឺមានតែម្នាក់ទេគឺមានកូនតែគាត់ម្នាក់ទេគឺកូនតូចដោយសារតែមុខក៏ផឹកស្រាទៅចឹងហើយក៏ឆ្លោះទើសទេទៅហើយទាំងម្ដាយទាំងឪពុកគឺដណ្ដើមយកគាត់បាទដណ្ដើមយកគាត់ទៅចិញ្ចឹមរហូតដល់ចង់កាប់កូនចែកគ្នាម្នាក់ពីកណ្ដាលផងអញ្ចឹងហើយរឿងរបស់គាត់ក៏បានតស៊ូហើយក៏បានរៀបរាប់ប្រាប់មកខ្ញុំគាត់ឈ្មោះថាចម្រើនបាទចម្រើនគាត់អ្នកភូមិជាមួយខ្ញុំហ្នឹងបាទភូមិជាមួយខ្ញុំហ្នឹងឥឡូវគាត់បានជោគជ័យហើយគាត់ជាក្មេងកំព្រាអញ្ចឹងដើម្បីតែដឹងថាសាច់រឿងនេះមានដំណើរដើមតួយ៉ាងណាក៏កុំភ្លេចប្រិយមិត្តទាំងអស់គ្នាស្ដាប់ណាហើយថារឿងនេះខ្ញុំចែកជា2វគ្គបាទ2ភាគបាទអញ្ចឹងហើយអញ្ចឹងសាច់រឿងរបស់យើងដំបូងគឺបានការចែកម្លេះពីប្អូនចម្រើនបាទនេះគាត់ជាក្មេងកំព្រាយើងចូលសាច់រឿងដំបូងគាត់ជាក្មេងកំព្រាដែលមានឪពុកម្ដាយជាអ្នកដែលស្រែចម្ការកាលពីដើមឡើយកាលពីគាត់មិនទាន់កើតហ្នឹងឪពុកម្ដាយរបស់គាត់ជាអ្នកស្រុកភូមិជាមួយគ្នាហ្នឹងបាទអ្នកស្រុកមិនអ្នកស្រុកជាមួយគ្នាប៉ុន្តែខុសភូមិគ្នាចន្លោះភូមិមួយកាលពីចន្លោះក្មុំហ្នឹងឪពុកម្ដាយរបស់ចម្រើនហ្នឹងគាត់ណាស្បានស្រឡាញ់គ្នាស្រឡាញ់គ្នាដោយសាច់ចាអីណាបាទស្រឡាញ់គ្នាទៅបានណាចាស់ទុំលោកផ្សំគុំឲ្យទៅផ្សំគុំឲ្យទៅកាលដំបងឡើយហ្នឹងឪពុករបស់ចម្រើនហ្នឹងគឺណាស្រឡាញ់ណាម្ដាយរបស់ចម្រើនណាបាទស្រឡាញ់បីបំថ្នាក់ថ្នមឯណាកាលពីការឲ្យដំបងហ្នឹងពេលដែលក្រោយមកទៀតណាក្រោយមកទៀតទៅពេលដែលម្ដាយរបស់ចម្រើនមានផ្ទៃពោះឪពុករបស់ចម្រើននេះវិញក៏ចាប់ផ្ដើមប្លែកបាទខុសពីធម្មតាចាប់ផ្ដើមចេះដើរផឹកណាលួចលាក់មានស្រីខាងក្រៅដោយមិនសូវពីខ្វាយខ្វល់របស់ប្រពន្ធរបស់គាត់ទេដូច្នោះហើយរឿងណាល្អកកនៅក្នុងគ្រួសារក៏ចេះតែកើតមានទៅពេលហ្នឹងចម្រើនមានអាយុ5ខែដែលគេនៅក្នុងផ្ទៃនៃម្ដាយរបស់គេហ្នឹងបាទអញ្ចឹងហើយតាំងពីដែលម្ដាយចម្រើនពោះចម្រើនមកគឺឪពុករបស់គេហ្នឹងគឺមិនសូវជាខ្វាយខ្វល់អីប្រហែលទេដោយសារតែប្រពន្ធរបស់គាត់ហ្នឹងគឺបាក់សម្រស់ផងអីផងហ្នឹងធ្វើឲ្យគេថាប្តីលេងស្រឡាញ់ណាបាទធម្មតាស្ត្រីការនៅពីក្មុំស្អាតណាបាទពេលនេះនៅពេលដែលគាត់មានផ្ទៃពោះអីទៅគាត់ពោះទៅអាចថាគាត់បាក់សម្រស់មិនមានពេលនៅក្នុងការថែសម្រស់អញ្ចឹងទៅបើនិយាយអំពីឪពុករបស់ចម្រើនវិញថាកាលពីដែលម្ដាយរបស់ចម្រើននៅក្មុំហ្នឹងតាមញ៉ែម្ដាយរបស់ចម្រើនគឺថាអូនិយាយពីស្រឡាញ់ណាបីបំថ្លោម្ដាយរបស់ចម្រើនក៏គិតថាឯងជាតិនេះបានប្តីល្អបរិភពសំណាងហើយណាអញ្ចឹងអាការសំណាងរបស់គាត់ហ្នឹងគឺมันបានយូរប្រហែលទេបាទมันបានជាយូរអីប្រហែលទេឪពុករបស់ចម្រើនក៏ចាប់ផ្ដើមប្លែកណាតាំងពីប្រពន្ធរបស់គាត់ហ្នឹងមានផ្ទៃមកក៏ប្លែកណាចាប់ផ្ដើមចេះដើរផឹកដើរអីទៅដោយសារតែមានគេអូសទាញគាត់ហ្នឹងធ្វើឲ្យគាត់ភ្លើនភ្លេចខ្លួនណាដោយមិនខ្វាយខ្វល់ពីប្រពន្ធដែលមានពោះមានគេថាមានផ្ទៃពោះណាពោះកូនរយៈពេល5ខែហ្នឹងគឺមិនបានជាខ្វាយខ្វល់ទេគាត់ចេះដើរផឹករហូតផឹកឲ្យមានការណាប្រើអំពើហិង្សាលើម្ដាយរបស់ចម្រើនហ្នឹងបាទប្រើអំពើហិង្សាមានការវេដំច្រំធាក់អីជាដើមហ្នឹងជារឿយណា
ជ្រើរហូតហើយឆ្លោះមានការឆ្លោះទៅទិញនេះក៏មិនទាន់ជាបានលេងគ្នាឯគ្នាដែររហូតដល់គាត់ណាបានបានកើតចម្រើនមកហើយបាទចម្រើនមកហើយក៏នៅតែណាឆ្លោះទៅទិញគ្នាណាថ្ងៃខ្លះក៏ត្រូវថ្ងៃខ្លះក៏ឆ្លោះទៅដោយពុកម៉ែបងប្អូនទាំងអស់គ្នាដែលធ្លាប់ឃើញណាធ្លាប់មានឃើញអ្នកជិតខាងឬក៏គ្រួសារខ្លះគឺអញ្ចឹងហើយបាទថ្ងៃខ្លះក៏ឆ្លោះគ្នាទៅថ្ងៃខ្លះក៏ត្រូវគ្នាទៅអញ្ចឹងបាទមានការវ័យប្រពន្ធអីទៅអញ្ចឹងឪពុករបស់ចម្រើនអញ្ចឹងឪពុករបស់ចម្រើនគឺចេះតែគម្រាមណាគម្រាមម្ដាយរបស់ចម្រើនរហូតថាអញចង់លេងណាចង់លេងដោយធ្វើឲ្យម្ដាយរបស់ចម្រើនគឺថាទឹកភ្នែកណារាល់ថ្ងៃបើគាត់អត់បានផឹកបានអីទេប៉ុន្តែនៅពេលដែលគាត់ផឹកស្វឹងគឺថាអាចចិត្តស្រាលមកហាក់ដូចជាធ្វើគាត់ប្លែកធ្វើឪពុករបស់ចម្រើនប្លែកខុសពីមនុស្សធម្មតាហាក់ដូចមានស្អីចូលចឹងហើយជំរាមរលេងរហូតដោយប្រពន្ធរបស់គាត់ក៏ជាថាអំបរណាដោយសារទីមួយខ្លួនមានកូនខ្ចីផងឯផងទៅមិនចង់ឲ្យកូនខ្លាចជាគុំជំរាបអីទេដូច្នេះក៏ណាចិត្តតែសម្រាប់សម្រួលទៅទាំងឪពុកម្ដាយអីហ្នឹងសម្រាប់សម្រួលថាធ្វើមិនទេយើងនិយាយគ្នាទៅអាកូនចៅអីមានអីថាយើងដោះស្រាយគ្នាទៅហើយមានកូនខ្ចីអីហ្នឹងបាទអញ្ចឹងដោះស្រាយទៅនៅពេលដែលចម្រើនកើតមកហើយបានធំរៀងខ្លួនហើយគាត់ក៏នៅតែគ្រួសារហ្នឹងទៅឆ្លោះគ្នាអញ្ចឹងឆ្លោះគ្នាអញ្ចឹងឆ្លោះគ្នាផងប្រច័ណ្ឌផងអីផងទៅអញ្ចឹងហើយម្ដាយរបស់ចម្រើនក៏ថាទ្រាំមិនបាននឹងការវ័យផងអីផងការធ្វើបាបពីប្តីរបស់ខ្លួនផងគាត់ក៏ណាសម្រាប់ចិត្តថាលេងលះគ្នាលេងលះគ្នាអត់លេងលះហ្នឹងគឺថាតតាំងគ្នារហូតដល់តឡាកាយហ្នឹងតតាំងគ្នាដោយដណ្ដើមពុកក៏ចង់បានកូនម្ដាយក៏ចង់បានកូនហើយម្ដាយគឺថាមិនចង់ឲ្យកូនទៅប្តីរបស់គាត់ទេមិនចង់ឲ្យចម្រើនទៅខាងប្តីរបស់គាត់ទេព្រោះអីគឺថាប្តីរបស់គាត់ហ្នឹងគឺថាជាមនុស្សប្រុសដែលថាប្រមឹកណាផឹកឲ្យតែពេលណាស្វឹងម្ដងម្កាលហើយគឺដឹងតែធ្វើបាបប្រើអំពើហិង្សាលើប្រពន្ធកូនហើយដូច្នេះគាត់មិនចង់ឲ្យទេរហូតដល់មានការទើសទែងគ្នាណារហូតដល់ទើសទែងគ្នារហូតដល់មានការទើសទែងរហូតដល់មានការសម្របសម្រួលឲ្យមកក៏បានណាចម្រើនហ្នឹងគឺទៅទៅខាងម្ដាយបាទម្ដាយចម្រើនខាងម្ដាយក៏បានលេងលះណាលេងលះគ្នាអស់ហើយចម្រើនក៏បានទៅនៅខាងម្ដាយទៅប្តីរបស់គាត់ហ្នឹងក៏ឪពុករបស់ចម្រើនក៏ទៅនៅកន្លែងផ្សេងដែរណាគាត់ត្រូវគ្រួសារភ្នែកទៅម្ដាយរបស់ចម្រើនគឺនៅណាគេហៅថានៅមេម៉ាយបាទនៅមេម៉ាយហើយមិនបានចូលស្វាមីអីថ្មីទេគឺគាត់នៅណាចិញ្ចឹមកូនចឹងចម្រើនណាក៏បានកើតណាជាក្មេងចម្រៀយើងកាត់ដល់ចម្រើនវិញនៅពេលដែលគេមានអាយុ5 6ឆ្នាំហ្នឹងគេក៏បានកើតជាក្មេងចម្រៀដោយសារតែពុកម្ដាយគេបានលេងហ្នឹងបានលេងលះគ្នាហ្នឹងបងប្អូនបន្ទាប់ពីហេតុនឹងមិនយូរប្រហែលជីវិតរបស់ចម្រើនណាបន្ទាប់ពីក្មេងកំព្រាក៏ហាក់ដូចជាមានគ្រោះអីម្យ៉ាងទៀតមកកើតឡើងចំពោះជីវិតគេមួយទៀតហ្នឹងគឺម្ដាយរបស់គេហ្នឹងគឺសាប់តែធ្លាក់ខ្លួនឈឺបាទធ្លាក់ខ្លួនឈឺពេលហ្នឹងដែរចម្រើនគឺនៅអាយុ5 6ឆ្នាំណាមិនទាន់ដឹងអីទេបាទចេះតែរត់លេងហ្នឹងមិនដឹងថាស្អីជាស្អីទេមិនដឹងខុសដឹងត្រូវទេហើយម្ដាយរបស់គាត់ឈឺហ្នឹងក៏ម្ដាយរបស់គាត់ក៏មិនបានជាមើលថែចម្រើនអីទេក៏បានបកគលភារកិច្ចនេះទៅឲ្យការចិញ្ចឹមចម្រើនទៅឲ្យម្ដាយត្រូវជាយាយរបស់ចម្រើនហ្នឹងជាមើលណាជាអ្នកមើលថែរក្សាចម្រើនជំនួសម្ដាយវិញដោយសារម្ដាយគាត់ឈឺធ្លាក់ខ្លួនឈឺហ្នឹងម្ដាយរបស់គាត់ធ្លាក់ខ្លួនឈឺមិនបានប៉ុន្មានស្រាប់តែគាត់ក៏បានស្លាប់ទៅមានរឿងមួយក្នុងពេលដែលស្លាប់ហ្នឹងចម្រើនមិនដឹងថាម្ដាយខ្លួនឯងឈឺទេមិនដឹងថាក្មេងបងប្អូនមកក្មេងមិនដឹងថាម្ដាយខ្លួនឯងឈឺទេធម្មតាក្មេងរស់នៅភូមិស្រុកខ្សែវាចេះតែរត់លេងហ្នឹងក្មេង5 6ឆ្នាំហ្នឹងមិនទាន់ដឹងអីទេបាទម្ដាយមកខ្លួនឈឺស្រាប់តែថ្ងៃមួយហ្នឹងពេលក្នុងអំឡុងពេលដែលម្ដាយនេះឈឺហ្នឹងចម្រើននេះពុំរត់លេងណារត់លេងទៅវាមកទូឡើងស្រាប់តែឃើញណាម៉ូតូនេះលក់ការៀមមក
ในโลกกระเรมโมตรังสมุดนี่ยังหาโดยอย่างกูไอ้สายเพราะให้กูไอ้อันนั้นมองสำราญนะในที่mìnhดังấyนะการตัวเนี่ยมากูไอ้สายเพราะกูอันนั้นเพราะกูอันนั้นรันเชียงบ้านnó bây giờ mình đai slap nè chấm đó mình đang thầm đai của lấy slap thì cao pin mình đai của lấy mình tuân chư nắng nhưng đểบอกrồi thì cao pin mình đai của lấy mình tuân chư nắng nó bây giờ miền kỷ lộ đông lộ cái đây mấy ta mà tôi phải đam nắng cứ nè chấm đó nắng tay ta rút ta xông lui mà đai tinh cái đây tinh đông mấy chân linh đấy rồi chuyển lại thằng sao chấm bây giờ mà đai cái slap nắng cái còn mà đang thầm đai cái slap đấy nó bây giờ miền mà tôi cái đây chỉ từ lội nắng cái của bán rót tới ôi mà đai kia nè đó mẹ tập bớt mà đai sập rồi mẹ nè phun nữa chào ơi mà nè phun còn hiện tại thằng mà đai sập đây là sai mình hiện nữa cầm trò thì cả tục hỏi phóng á bà chẳng thấy mẹ xong lưu tin cái đêm tập bớt mẹ sập rồi tục kẹt trường mẹ ngợp xong lưu tin cái đêm mẹ xong lưu tin cái đêm và nè phun có được cho nói để nè để cho luôn một con bón sắm á và người ta miền ca sọ thực này ăn được là sâu cho khăn ăn được là sâu cho mà họ gắng cháu này vậy là nói nè phun này cháu vậy lui này cho tao nữa này mà đây ai những cháu ấy vùng tại đây cầm tại đây có họ này nên nó không phun có họ chả có họ đáng nó bạc thà mà đây phải làm tiền mỗi anh khi mình đừng ấy thì chẳng ấy đâu này vô lưu dây từ từ cho nó có vì vô tôi bạn tờ chẳng cứ mình đừng thì ta trong đến cứ tụi bạn đừng thì rồi tin từ nâng phải đai lời cho nó hơi cậu tin tới cậuใส่แล้วก็สมระบบมันได้จำเป็นกับบ้านนะโบชีไอ้เจ้านะโบชีไอ้เจ้าตั้งปีมันได้บอกกิสลามเมาปุกตั้งปีเลงแค่มอคือทำมันได้มันสู้สกตุกจำรานเตนะมันได้ปุกนั่นคือมันได้มันสู้สกตุกจำรานนะโกนไอ้สกสบายอ่อนแท้อ่อนเตจำรานกินเอาแต่จมูกนั่งใหญ่บอกกินนั่งได้เมียนไปจนจัง70 ឆ្នាំហើយប៉ុន្តែเราก็ស្លាប់ហើយបាទវាសាររឿងយូរដែរហើយបាទអញ្ចឹងតាំងពីម្ដាយមកគេស្លាប់មកក៏គេក៏បានណាកណ្ដែតកណ្ដោយរស់នៅជាមួយនឹងយាយរបស់គេហ្នឹងដែលជាយាយទួតរបស់គេហ្នឹងគឺណាថែរក្សាចៅទៅមើលថែរក្សាណាយាយរកក្តាមរកខ្យងឲ្យចិញ្ចឹមទៅដើម្បីឲ្យណាមានបាយមានទឹកអីរកឲ្យចៅហូបទៅណាយាយហ្នឹងវាសាចាស់ផងឲ្យផងខំប្រឹងផងអ្នកភូមិគេចេះតែនឹងដាក់សូរហ្នឹងក៏អ្នកខ្លះក៏គេហុចនេះអោយហុចនោះអោយទាំងទៅអញ្ចឹងហើយរឿងរបស់យើងគឺប៉ុណ្្នឹងសិនណាបាទហើយរឿងរបស់យើងគឺមានតែប៉ុណ្្នឹងសិនចាំតនៅថ្ងៃស្អែកបន្តតនៅវីដេអូក្រោយបន្តទៀតបាទសូមគោរពអរគុណនិងសូមជម្រាបលា